សួស្តីចាបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះផងដែរនាងខ្ញុំប្រាប់បងប្អូនពីរបៀបធ្វើមីកាតាំងបាត់ដំបងក្រៅពេទ្យយើងហ្នឹងការពិតខ្ញុំមីហ្នឹងខ្ញុំមិនដែរបានទៅញ៉ាំទេប៉ុន្តែប្តីខ្ញុំគាត់អ្នកស្រុកបាត់ដំបងអញ្ចឹងណាហើយគាត់ឃ្លានមីហ្នឹងអញ្ចឹងយ៉ាងនឹងសាកធ្វើឲ្យគាត់ញ៉ាំហើយម៉ាក់ខ្ញុំហ្នឹងក៏ចង់ញ៉ាំដែរចូលចិត្តដែរបងប្អូនឃើញតសៃស្វិតល្អណាបងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នាដែលចូលចិត្តមីកាតាំងបាត់ដំបងមកមើលវីដេអូនេះទាំងអស់គ្នាណាហើយដែលធ្វើឲ្យបង្ហាញបងប្អូនហ្នឹងគឺប្តីខ្ញុំថាចេះដូច90%ឯរសជាតិនៃមីកាតាំងបាត់ដំបងណាអញ្ចឹងបងប្អូនមកមើលរូបមន្តធ្វើនេះខ្ញុំមានគ្រឿងទាំងអស់ហ្នឹងបងប្អូនអាចស្កប់ទុកមើលបានហើយអាទឹកដែលខ្ញុំកូរនេះគឺម្សៅឆាបងប្អូនហើយមីកាតាំងយើងហ្នឹងយើងប្រើម៉ាកហ្នឹងបងប្អូនអាចស្កប់មើលបាន brand ហ្នឹងណាតែនៅផ្សារចិនផ្សារខ្មែរអីមានបងប្អូនយើងដាំទឹកវាស្រស់មីស្រស់កាទៀវនឹងឲ្យតុនអញ្ចឹងណាហើយបន្ទាប់មកយើងទុកវាមួយឡែកយើងលាងទឹកត្រជាក់បន្តិចសិនបងប្អូនពេលយើងស្រស់ហើយយើងឆាពងទាហើយយើងដាក់មីនឹងចូលទៅមីម្ដងកាទៀវមិនអីនេះបន្ទាប់មកយើងដាក់ម្សៅរ៉ូឌីកន្លះស្លាបព្រាទៅបងប្អូនប៉ុណ្ណឹងរួចរាល់ហើយយើងឆាវាឲ្យតុនអញ្ចឹងណាហើយយើងទុកវាមួយដឡែកទៅបន្ទាប់មកយើងមកឆាគ្រឿងសាច់គោខាត់ណាយើងបំពងខ្ទឹមហ្នឹងបងប្អូនឲ្យវាឈ្ងុយហើយចាំយើងចាក់សាច់គោនឹងចូលសាច់គោបងប្អូនហាន់រាងស្ដើងបន្តិចទៅហើយរាងវែងបន្តិចធំបងប្អូនប៉ុន្តែស្ដើងណាហើយយើងចាក់ទឹកត្រីយើងចូលទៅហើយដាក់ប្រេងខ្យងហើយដាក់ទឹកម្ទេសប្រហែលជា2ស្លាបព្រាបងប្អូនគ្រឿងអស់ហ្នឹងបងប្អូនលៃរសជាតិតាមនឹងទៅស្រេចបងប្អូនចូលចិត្តអញ្ចឹងណាហើយទឹកសៀងជាមួយទឹកប៉េងប៉ោះបងប្អូនហើយនឹងម្សៅសាតេយើងនឹងកន្លះកញ្ចប់បងប្អូនអត់មាននៅដូចថានៅស្រុកយើងយូរស្លិននេះអត់មានម្សៅនឹងក៏អត់អីដែរបងប្អូនអានេះខ្ញុំសល់ប៉ុណ្ណឹងខ្ញុំដាក់ទៅចាក់គ្រឿងបន្ទាប់ទៀតស្ករ2ស្លាបព្រារ៉ូឌីកន្លះស្លាបព្រាហើយអំបិលកន្លះស្លាបព្រាដែរបងប្អូនបន្ទាប់មកខ្ញុំដាក់ខាត់ណានឹងចូលឆាវាឲ្យទន់ហើយខ្ញុំថែមទឹកដែររួចរាល់ហើយបងប្អូនបន្ទាប់មកយើងឆាឲ្យវាឆ្អិនហើយចាំយើងដាក់ម្សៅឆាយើងចូលហើយឲ្យវារៀងខាប់ហើយបងប្អូនដួសមីកាតាំងនឹងមីនឹងផ្សេងហើយស្រូបអានឹងពីលើមកពេលយើងញ៉ាំច្បល់ដូចក្នុងវីដេអូខាងមុខនឹងអញ្ចឹងរួចរាល់ហើយបងប្អូនអរគុណច្រើនបងប្អូនសម្រាប់តាមដានវីដេអូនេះបាយបាយ